មេតបភូមិភាគ2ប៊ុនស៊ីនបាទឃ្លាំងពេលនេះទទួលបានមុខងារថ្មីពីព្រះមហាក្សត្រថៃគឺអង្គរៈរាជវាំងបងប្អូនអង្គរៈវាំងបងប្អូនអង្គរៈស្ដេចហើយមុខងារនេះដែរគឺចាប់ដើមអនុវត្តទៅចាប់ពីថ្ងៃទី1តុលានេះតទៅបងប្អូនដោយសារតែស្ដេចថៃនេះឥឡូវទាំងប្រជាពលរដ្ឋខ្មែរទាំងប្រជាពលរដ្ឋថៃគឺស្អប់ដូចគ្នាបងប្អូនមិនបានថាប្រជាពលរដ្ឋថៃស្អប់គឺដោយសារតែប្រជាពលរដ្ឋមួយចំនួនគឺជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបងប្អូនដោយសារការបិទច្រកព្រំដែនជាមួយកម្ពុជាដោយថាការរស់ស៊ីជាពាក់បំណុលធនាគារអញ្ចឹងហើយគឺប្រជាពលរដ្ឋមួយចំនួនគឺស្អប់ដោយសារតែតាមពីឡើងកាន់អំណាចមកគឺសេដ្ឋកិច្ចថៃធ្លាក់ចុះគឺចំនួនមួយប្រទេសជិតខាងក៏ច្រើនអញ្ចឹងហើយទៅគេយកមេតបប៊ុនស៊ីនបាទឃ្លាំងនេះយកទៅធ្វើជាអង្គរៈពិសេសហើយនឹងផ្ដល់ទីប្រឹក្សាផ្ដល់យោបល់ឲ្យអញ្ចឹងទៅបងប្អូនហើយសម្រាប់ព័ត៌មានថ្មីទៀតខ្ញុំនឹងអាប់ដេតតាមក្រោយទៀតបងប្អូនហើយកុំភ្លេចជួយចុច follow page របស់ខ្ញុំម្នាក់មួយផង